ជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាជាបន្តទៀតនេះសូមជូនព័ត៌មានកីឡាសម្រាប់ព័ត៌មានកីឡាដំបូងគឺក្រុមបាល់បោះលេសង់ FR ឈរនៅលើកំពូលតារាងលីកក្រោយពីលេងបាន10ប្រកួតឈ្នះទាំង10ប្រកួតព្រឹត្តិការណ៍ប្រកួតបាល់បោះលីកលើកទី1ឆ្នាំ2013ក្រោមការឧបត្ថម្ភពី Western Union និងក្រុមហ៊ុន Coca-Cola ប្រកួតសប្តាហ៍ទី17រសៀលថ្ងៃអាទិត្យម្សិលមិញនេះមាន4ប្រកួតគឺក្រុមលេសង់ FR បានយកឈ្នះក្រុមភ្នំពេញ Dragon ក្នុងពិន្ទុ75ទល់នឹង53ក្រុម Second Echo បានយកឈ្នះក្រុម NSK Dream ក្នុងពិន្ទុ61ទល់នឹង53ក្រុម Extra Yovari ប្រកួតចាញ់ក្រុម CCPL Hit ក្នុងពិន្ទុ55ទល់នឹង91គូចុងក្រោយក្រុម IRB Delot យកឈ្នះក្រុម Post Buffalo ក្នុងពិន្ទុ64ទល់នឹង47សរុបពិន្ទុប្រកួត17សប្តាហ៍កន្លងមកនេះក្រុមលេខសង់ FR បន្តឈរនៅលើកំពូលតារាងដដែលខណៈលេងបាន10ប្រកួតឈ្នះទាំង10ប្រកួតបាន20ពិន្ទុក្រុម IRB Delot ឈរនៅលំដាប់ទី2ដោយលេងបាន10ប្រកួតឈ្នះ8ប្រកួតនិងចាញ់2ប្រកួតបាន18ពិន្ទុក្រុមភ្នំពេញ Dragon ឈរនៅលេខ3ដោយលេងបាន10ប្រកួតឈ្នះ6ប្រកួតនិងចាញ់4ប្រកួតបាន16ពិន្ទុសូមបញ្ជាក់ថាពេលនេះក្រុម Gensburg បានដកខ្លួនចេញពីការប្រកួតនេះហើយខណៈលេងបាន7ប្រកួតឈ្នះតែ2ប្រកួតនិងចាញ់5ប្រកួតជាប់គ្នាចុងក្រោយនេះអស់លោកស្រីអ្នកនាងកញ្ញាបានតាមដានទស្សនារួមមកឲ្យព័ត៌មានកីឡាដែលនេះខ្ញុំបានជម្រាបជូនចូលរួមលេងកីឡាបានគ្រប់គ្នាដើម្បីសុខភាពជាបានការសាប់គ្រឿងញៀនអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះនេះខ្ញុំលីលីសូមអរគុណសូមជម្រាបលាmà xe vô 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 thì một bi lá mà chấp đám nâng ok bông này mình đi ra tới bông này